ពុកម៉ែបងប្អូនស្រាបៀរកម្ពុជាតម្លៃពិសេសនឹងមានថាអត់រង្វាន់ពុកម៉ែបងប្អូនចេញទៅហើយនៅកន្លែងនេះចង់ជំរាបពុកម៉ែបងប្អូនថានេះគឺគេឃើញកំពុងស្រាបៀរកម្ពុជាដាក់តម្លៃពិសេសអញ្ចឹងឲ្យតែជាស្រាបៀរកម្ពុជាម៉ាកអីក៏បានដែរមាន 4.4 មាន Q មានក្រហមអីហ្នឹងគឺតម្លៃពិសេសទាំងអស់អញ្ចឹងតម្លៃពិសេសមិនមែនមានថាមានរង្វាន់តម្លៃពិសេសទេគឺមានន័យថាជាស្រាបៀរដែលអត់រង្វាន់អញ្ចឹងពេលពុកម៉ែបងប្អូនមើលពីលើទៅគឺយើងឃើញថាមានកវលកំប៉ុងវាពណ៌ខៀវហើយអត់មាន logo រូបបេះដូងទេចំណែកឯស្រាបៀរកម្ពុជាដែលមានរង្វាន់ដោយរាល់ដងហ្នឹងគឺអត់មានដាក់តម្លៃពិសេសទេដោយរាល់ដងដែលពុកម៉ែបងប្អូនឃើញអញ្ចឹងនៅលើកវលកំប៉ុងពណ៌ដាច់មកដូចគ្នាប៉ុន្តែអត់មានពណ៌ខៀវទេគឺពណ៌ទឹកប្រាក់ធម្មតាហើយនឹងមាន logo រូបបេះដូងអញ្ចឹងពេលដែលពុកម៉ែបងប្អូនឃើញមានរូបបេះដូងមានថាមានរង្វាន់ពេលដែលអត់មានរូបបេះដូងហើយពណ៌ខៀវមានន័យថាជារបស់ដែលអត់រង្វាន់អញ្ចឹងបើសិនជាក្នុងករណីពេលដែលបងប្អូនស្គាល់មករបស់មានរង្វាន់គឺពណ៌ទឹកប្រាក់នេះពណ៌មកទៅគឺវាមានរង្វាន់អញ្ចឹងចាធម្មតាទេតែបើសិនជារបស់អត់រង្វាន់ពណ៌មកដាច់ដូចគ្នាតែកំណត់ពីពណ៌ខៀវអញ្ចឹងយើងពណ៌មកបាតក្រោមវាគឺអត់មានអីទេទំនេរស្អាតអញ្ចឹងហើយនឹងពេលខ្លះបងប្អូនអ្នកលក់យើងក៏ខុសទៅថា14កំប៉ុងកវលកម្ពុជាយើងនឹងដូរបានកម្ពុជាអន្តរហ្នឹងមកកេះអីហ្នឹងអាហ្នឹងគឺជាគោលការណ៍ដែលក្រុមហ៊ុនដាក់ចេញទៅឲ្យអ្នកដែលគាត់យកទៅលក់ប៉ុន្តែបើបងប្អូនថាចង់បាន14បានមកកេះដូចគ្នាបងប្អូនអាចយកកវលកំប៉ុងហ្នឹងមកដូរនៅខាងក្រុមហ៊ុនទៅបានដូចគ្នាប៉ុន្តែបានថាបងប្អូនភាសានៅផ្ទះឆ្ងាយពីក្រុមហ៊ុនចំណាយពេលវេលាចូលមកយកមកវាខាតអញ្ចឹងបងប្អូនដូរជាមួយអ្នកលក់ចិត្តហ្នឹងទៅអញ្ចឹងអ្នកលក់គាត់អាចឲ្យយើងថែមលុយតិចតួចឬក៏អ្នកលក់ខ្លះខាងយកកវល15 16ទៅតាមអ្នកលក់ផ្សេងៗគ្នាហ្នឹងគឺជាការងារដែលគេហៅថាចែកគ្នារស់ន័យថាក្រុមហ៊ុនយកពីអ្នកលក់បណ្ណាអ្នកលក់គាត់យកពីបងប្អូនជនបណ្ណាប៉ុន្តែសំខាន់ផុតចុងក្រោយបងប្អូនអាចនិយាយថាស្រាបៀរកម្ពុជាអត់រង្វាន់ហ្នឹងតម្លៃវាមកកំប៉ុងអាចទិញអស់តែ1500រៀលទេតែបើមានរង្វាន់លើកមុនមកកំប៉ុង2500រៀលហើយតិចបងប្អូនពុកម៉ែច្រឡំថានៅពេលដែលអត់រង្វាន់ចេញទៅតម្លៃធូរ1500រៀលហ្នឹងគេថាក្រុមហ៊ុនតម្លាក់គុណភាពអត់ទេគុណភាពមានតែល្អថែមព្រោះមួយថ្ងៃទៅមួយថ្ងៃគឺយើងសិក្សាបន្ថែមធ្វើម៉េចឲ្យវាកាន់តែប្រសើរឡើងរហូតហើយអ្វីដែលវាខុសគ្នាហ្នឹងគឺដោយសារពុកម៉ែដឹងហើយថានៅពេលដែលយើងដាក់រង្វាន់គឺក្រុមហ៊ុនត្រូវចំណាយពេលបងប្អូនត្រូវមកប៉ុងយើងមិនត្រូវសងត្រឡប់ទៅវិញប៉ុន្តែនៅពេលដែលអត់រង្វាន់យើងអត់ចាំបាច់ត្រូវសងបងប្អូនទេពុកម៉ែបងប្អូនទិញទៅគឺយកទៅប្រើប្រាស់តាមអ្វីដែលក្រុមហ៊ុនខ្មែរវិទ្យាធ្វើហ្នឹងគឺស្របទៅតាមគោលការណ៍របស់រដ្ឋាភិបាលហើយពេលខ្លះពុកម៉ែបងប្អូនថាអូនៅពេលដែលតំណែងខ្មែរយើងអត់មានរង្វាន់អញ្ចឹងគេទៅគាំទ្ររបស់បរទេសអស់ហើយអាហ្នឹងសូមឲ្យពុកម៉ែបងប្អូនជួយដឹងជួយយល់ដែរថាយើងរបស់យើងនៅពេលដែលយើងមានរបស់ផលិតនៅក្នុងប្រទេសយើងជួយគាំទ្រផលិតផលខ្មែរយើងវាធ្វើឲ្យការងារមាននៅប្រទេសយើងចំណូលសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសយើងតែបើយើងទៅប្រើប្រាស់របស់បរទេសអញ្ចឹងបើយើងជួយបញ្ជូនរបស់អស់ទៅបរទេសអញ្ចឹងលុយកាក់ដែលហៅបានអញ្ចឹងវាធ្វើឲ្យប្រទេសយើងមិនអាចរីកចម្រើនលឿនដូចគេទេលើកលែងតែរបស់ណាដែលយើងអត់មានផលិតក្នុងស្រុកប៉ុន្តែរបស់ដែលមានគូគាំអ្វីដែលសំខាន់បំផុតហ្នឹងគឺស្ថិតនៅលើថាគុណភាពអនាម័យនៃការផលិតហ្នឹងល្អកម្រិតណាអញ្ចឹងពេលដែលពុកម៉ែបងប្អូនប្រើប្រាស់ផលិតផលគួរតែយល់ដឹងពីប្រភពនៃការផលិតដោយក្រុមហ៊ុនខ្មែរជាបងប្អូនជឿជាក់ច្បាស់បងប្អូនអតិថិជនរាប់ម៉ឺននាក់ក្នុងមួយឆ្នាំចូលមកទស្សនកិច្ចហើយបើកឲ្យចូលមើលគ្រប់កន្លែងទាំងអស់ឲ្យដឹងថាតើការផលិតហ្នឹងមានអនាម័យគុណភាពកម្រិតណាអញ្ចឹងក្រុមហ៊ុនតែងតែគិតគូរពីបងប្អូនជាប់ចំណិចនៅលើគុណភាពហ្នឹងបងប្អូនមានតែប៉ុណ្្នឹងទេប៉ុន្តែបងប្អូនអាចជួយចែករំលែកមើលបងប្អូនយើងបានតាមដឹងផង